បាទកាលនេះមកបង្ហាញអំពីតិចនិចនៃការប្រើប្រាស់ទូដាក់ឯកសារទូ Wordpad នេះសារ digital ជឿទៅទូនេះតើយើងបើកថតលើបើយើងអាចបើកថតក្រោមបានណាអូខេពេលណាយើងបិទថតលើយើងបើកបាននេះបាទយើងបើកបាននេះតែយើងបើកថតលើអញ្ចឹងដើម្បីបើកបានយើងមានវិធីជាទូទៅនៅតាមអង្គភាពឬកន្លែងមួយគេមាន2មានប្រធានហើយនិងសមាជិកអញ្ចឹងគាត់អាចតរប្រធានមកទៅអាចបើកទូនេះប្រើមានតែប្រធានចាក់សោហើយបើកទៅសមាជិកអាចចាក់ key lock នេះបើកបានមួយទៀតបើសិនបើគាត់ចង់ឲ្យចែកឲ្យប្រើដាច់ជា personal អញ្ចឹងគាត់គ្រាន់តែក្លិកមកខាងស្ដាំមកនេះវាមានតពុនេះវាមាន2 lock នេះមានន័យថាតើតែថតខាងលើនេះបើកទៅថតនេះអាចបើកបានតែបើលើកទៅជា unlock មានន័យថាมันចាំបាច់ថតនៅខាងលើនេះបើកទេបាទយើងបើកបានដោយខ្លួនឯងនេះជូនអូខេឥឡូវយើងបើកបានអូខេអញ្ចឹងទូនេះបើកបានទេទូនេះតែបើកបានដោយសារយើង unlock អញ្ចឹងទូនេះបើកបានទេដល់យើងបើកខាងលើអូខេអញ្ចឹងបងប្អូនមើលខាងស្ដាំដៃវាមាន lock វាបាទសូមអរគុណ